ទង្វើដែលជនជាតិសៀមធ្វើមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទបងប្អូនសូម្បីតែជនជាតិសៀមគ្នាវាក៏ថាជាទង្វើដែលថោកទាបទង្វើដែលល្ងងខ្លៅបំផុតដែរដែលលោកស្រីអានខាណាគឺជាសមាជិកសភាថៃបានធ្វើការប្រមានទៅលើរដ្ឋាភិបាលថៃឲ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមថៃឡើងវិញនៅថ្ងៃទី12ខែតុលា2025ដែលលោកស្រីបាននិយាយថាភាគីកម្ពុជាបានដាក់ពាក្យបណ្ដឹងថៃទៅកាន់អង្គការសហប្រជាជាតិហៅកាត់ថា UN រួចរាល់អស់ហើយអំពីសកម្មភាពរបស់ថៃក្នុងការចាក់ភ្លេងខ្មោចសម្លេងឆ្កែលូនិងសម្លេងយន្តហោះរំខានដល់សុខភាពផ្លូវកាយផ្លូវចិត្តបង្កការថប់អារម្មណ៍ដល់កុមារស្ត្រីចាស់ជរាអ្នកជំងឺជនពិការជាពិសេសពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទលោកស្រីបន្តទៀតថាសកម្មភាពដែលថៃកំពុងធ្វើនេះគឺកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទច្បាប់និងបំពានលើគោលការណ៍រដ្ឋធម្មនុញ្ញនៃច្បាប់អន្តរជាតិលោកស្រីចង់ដឹងថាតើរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហានេះជាមួយនឹងកម្ពុជាលើឆាកអន្តរជាតិក្នុងទឹកមុខបែបណាវិញបើអន្តរជាតិដឹងឮរឿងនេះហើយបងប្អូនសូម្បីតែថៃគ្នាវាក៏គិតថាគួតចុយមករដ្ឋាភិបាលថៃនេះជាពិសេសអាទីនហើយចាំមើលទៅព្រោះអាទីននឹងវាគ្រប់គ្រងសកម្មភាពអាមួយនោះអាមួយគេហៅ BA ដឹកអាចហ្នឹងអាទីនវាគ្រប់គ្រងទង្វើវាថាអូបានជួយដល់រដ្ឋច្រើនណាទង្វើអា BA ដឹកអាចនោះឥឡូវលោកស្រីអានខាណាហ្នឹងដែលជាសមាជិកសភាចោទទៅកាន់រដ្ឋាភិបាលចាំមើលចូលទៅកាន់អង្គការសហប្រជាជាតិចាំមើលតើអាទីននឹងវាធ្វើទឹកមុខបាច់